បាទពេញលេងហើយបងប្អូនតាក់ទងជាមួយនឹងកីឡាករពេជ្រអាទិទេពត្រៀមភ្លុករសជាតិថ្មីការប្រកួតលក្ខណៈ Kickboxing ដែលជាការប្រកួតសម្ពោធនៅសង្វៀនថ្មី Kickboxing របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5ហើយក្នុងនោះក៏មានការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់លក្ខណៈ Kick ផងដែរបាទអញ្ចឹងតាក់ទងជាមួយនឹងសង្វៀន Kickboxing TV5 ដែលត្រៀមបើកជាផ្លូវការនៅថ្ងៃទី15ខែឧសភានេះគឺមានការប្រកួតសរុបទាំងអស់7គូបងប្អូនដោយក្នុងនោះមានការប្រកួតគូកីឡាករកម្ពុជារបស់យើងប៉ះជាមួយនឹងកម្ពុជាលក្ខណៈ Kickboxing 2គូនិងការប្រកួតគូមិត្តភាពអន្តរជាតិ5គូហើយក្នុងនោះកីឡាករនិងកីឡាការិនីដែលធ្វើការប្រកួតអន្តរជាតិមានកីឡាករនៅវណ្ណថងប៉ះជាមួយនឹងកីឡាកររងទូច័ន្ទវតីប៉ះជាមួយនឹងកីឡាការិនីចិនក្នុងនោះមានពេជ្រអាទិទេពប៉ះជាមួយនឹងកីឡាករម៉ូរ៉ូកូមានជុតស្រីវណ្ណថងប៉ះម៉ូរ៉ូកូនិងទូចដេវីតប្រកួតលក្ខណៈដណ្ដើមខ្សែក្រវ៉ាត់ Kickboxing ទល់ជាមួយនឹងកីឡាករមកពីប្រទេសហ្វីលីពីនបងប្អូនហើយគូនេះគឺវាយក្នុងប្រភេទទម្ងន់60បាទអញ្ចឹងយើងងាកទៅកីឡាករកម្ពុជារបស់យើងពេជ្រអាទិទេពកន្លងមកគឺគាត់ពីច្រើនវាយតែគុណខ្មែរដូចជាអត់ដែរឃើញគាត់ប្រកួតលក្ខណៈ kick ទេបងប្អូនហើយនេះអាចនិយាយបានថាគឺជាលើកទី1ប៉ុន្តែសម្រាប់កីឡាករពេជ្រអាទិទេពទោះបីការប្រកួតលក្ខណៈ kick លើកទី1ក៏ដូចជាមិនមានអីជាការព្រួយបារម្ភទេបងប្អូនព្រោះតែថាពេជ្រអាទិទេពជាប្រភេទកីឡាករដែលល្អដៃគាត់មិនមែនជាប្រភេទកីឡាករដែលល្អចាប់កាច់ជង្គង់ទេកែងទេអត់ទេគឺគាត់ល្អដៃល្អម៉ាត់គឺគាត់ផ្ដោតទៅលើកដាប់ដៃរបស់គាត់ធ្ងន់អញ្ចឹងការវាយ kick សម្រាប់កីឡាករដែលល្អម៉ាត់ល្អទាត់គឺអំណោយផលព្រោះតែថា kick ដោយបងប្អូនដឹងស្រាប់ហើយអត់អាចចាប់គ្រាកចាក់ជង្គង់បានទេហើយជង្គង់ចាក់បានលុះត្រាតែបោះពីចង្ងាយហើយបានតែមកជង្គង់ទៀតចាប់ចាក់ជង្គង់គឺខុសលក្ខខណ្ឌអញ្ចឹងកែងក៏ខុសលក្ខខណ្ឌអញ្ចឹងការប្រកួត kick គឺបានតែទាត់ជាមួយនឹងម៉ាត់ទេហើយបើគេទាត់បើយើងចាប់ជើងក៏ខុសលក្ខខណ្ឌដែរអញ្ចឹងទាត់បានតែរ៉ាប់បើគេទាត់យើងអាចរ៉ាប់បានតែចាប់ជើងគឺខុសលក្ខខណ្ឌអញ្ចឹងសម្រាប់ពេជ្រអាទិទេពពេល kick ដូចជាមិនមានអីជាការព្រួយបារម្ភទេបងប្អូនដោយសារតែគាត់ជាប្រភេទកីឡាករដែលជំនាញដៃអាវុធធ្ងន់ហើយគាត់តាន់